កំពង់ធំមានភ្នំសនតុងខេត្តកំពង់ធំមានភ្នំសនតុងមានសម្បូរព្រៃកុងប្រាសាទដូនតាកំពង់ស្ពឺល្បាញល្បីមានទាំងភ្នំខ្នងផ្សាកំពង់ស្ពឺល្បាញល្បីមានទាំងភ្នំខ្នងផ្សាឆ្នេរកែសែនល្អអស្ចារ្យទេសចរត្រៀបត្រាហោហើយបៃលិនត្បូងល្អថាកំរមានណាំងបៃលិនត្បូងល្អថាកំរមានណាំងសៀមរាបសែនឡឡាំងមានប្រាសាទអង្គរកំពតដួងច័ន្ទមានភ្នំបូកគោសែនល្អកំពតដួងច័ន្ទមានភ្នំបូកគោសែនល្អទីក្រុងភ្នំពេញកកទាំងដីបវរកម្ពុជាស្ទឹងត្រែងព្រះវិហារគឺជាទីមនោរម្យស្ទឹងត្រែងព្រះវិហារគឺជាទីមនោរម្យមណ្ឌលគិរីសុខុមសម្បូរព្រៃភ្នំប្រឹងសាបាត់ដំបងល្អឆើតមានទាំងម្ហូបឆ្ងាញ់ពិសាបាត់ដំបងល្អឆើតមានទាំងម្ហូបឆ្ងាញ់ពិសាកោះកុងបានទៅទស្សនាតាក់ទាញចិន្តាបងប្អូនប្រុងស្រីក្រចេញសម្បូរផ្សោតថាជាប់មាត់ស្ទឹងត្រែងក្រចេញសម្បូរផ្សោតថាជាប់មាត់ស្ទឹងត្រែងឧត្តរមានជ័យព្រៃវែងសំរងសែនល្អឯងកំពុងសោមនៅឆ្ងាយអគារតូចធំច្រើនអាណែងកំពុងសោមនៅឆ្ងាយអគារតូចធំច្រើនអាណែងបន្ទាយមានជ័យល្អប្លែកស្វែងរៀងក៏ប្លែកនៅក្នុងចិនណាកំពង់ឆ្នាំងភ្នំកងរីត្បូងឃ្មុំល្បីរឿងទាវទុំកំពង់ឆ្នាំងភ្នំកងរីត្បូងឃ្មុំល្បីរឿងទាវទុំខេត្តកណ្ដាលជាទីប្រជុំវប្បធម៌ថ្លៃថ្លាតាកែវល្អស្រងមានភ្នំជីសូផងណាតាកែវល្អស្រងមានភ្នំជីសូផងណារតនគិរីមានបញ្ញាសាសពីដូនតាមកយូរហើយខេត្តកំពង់ចាមមានស្ពានគីសូណាខេត្តកំពង់ចាមមានស្ពានគីសូណាគិរីរំសែនអស្ចារ្យទេសចរហូរហើយពោធិ៍សាត់ល្បាញល្បីប្រវត្តិទាំងដីជាតិខ្មែរពោធិ៍សាត់ល្បាញល្បីប្រវត្តិទាំងដីជាតិខ្មែរលោកតាឃ្លាំងមឿងពូកែយើងត្រូវតែដឹងទាំងដីសវណ្ណភូមិពិនជាមានតម្លៃទាំងដីសវណ្ណភូមិពិនជាមានតម្លៃខ្មែរមានវប្បធម៌ប្រពៃចាប៉ីត្រខ្លុយដូនតាបេងដូងកម្ពុជាមានអក្សរជាតិភាសាបេងដូងកម្ពុជាមានអក្សរជាតិភាសាដូច្នេះយើងត្រូវរក្សាពួយពងសាវតាជាមជ័រសម្បត្តិធនធានខ្មែរ